Hello បងៗអ្នកថ្ងៃនេះគឺយើងមកធ្វើជាមួយនឹងប្រហិតឆឹងប្រហិតនេះគឺខ្ញុំជីនហើយគឺយើងចាប់ដើមកចាំខ្ទឹមកាត់ស្លឹកខ្ទឹមទៅបងឬក៏យើងចាប់ដើមដាក់ជាមួយនឹងទឹកម្ទេសបងទាំងអស់គ្នាទឹកម្ទេសគឺយើងដាក់ចំនួន2ស្លាបព្រាបាយរួចយើងដាក់ស្ករសមួយចុងស្លាបព្រាបាយចេងមួយចុងស្លាបព្រាបាយដូចគ្នារួចយើងចាប់ដើមកូរល្បាយទាំងអស់ហ្នឹងឲ្យសព្វតែម្ដងបងកូរឲ្យសព្វរួចយើងដាក់ខ្ទះដាក់ខ្លាញ់ហើយនឹងដាក់ខ្ទឹមសចូលទៅបងពងវារហូតតតែវាឡើងពងក្រងបងគឺយើងកូរវារហូតហើយក៏យើងចាប់ដើមដាក់ជាមួយនឹងទឹកម្ទេសដែលមានគ្រឿងក្រៅយើងហ្នឹងបងកូររហូតតតែវាពុះបែបនេះបងហើយក៏យើងចាប់ដើមដាក់ប្រហិតមិញនឹងចូលទៅបងកូររហូតបន្ទាប់ពីកូរសព្វអីហើយបងដាក់ជាមួយនឹងស្លឹកខ្ទឹមចូលទៅកូររហូតតឲ្យវាចូលជាតិអីអញ្ចឹងណាបងទាំងអស់គ្នាហើយក៏ចាប់ដើមដួសដាក់ចានណាបងទាំងអស់គ្នាមើលបងអើយឡើងតំណងហ្មងហើយគឺយើងដាក់ញ៉ាំជាមួយនឹងបាយកកបងទាំងអស់គ្នាគឺឆ្ងាញ់ខ្លាំងមែនតើជាមួយបាយក្តៅក៏ត្រូវបាយកកក៏ត្រូវដែរបងបាយបង